គេថាគាត់ធ្លាប់ជាស្ថិនៅទីនេះគេនាំគ្នានិយាយថាព្រោះតែគាត់ចិញ្ចឹមកូនក្របើប្រៀបធៀបវិញ្ញាណខ្មៅទាំងអស់នោះវិញ្ញាណខ្មៅគួរឲ្យខ្លាចជាងគេព្រោះតែភាពចង់អាឃាតរហូតអស់ជីវិតយប់ឡើងគេមិនអាចចេញក្រៅទីនាំគ្នាទៅផ្ទះវិញទៅអត់ទូបងមិនបានជិះដើរដំណើរអញ្ចឹង